បរិះដែលជាជនជាតិខ្មែរមួយក្រុមមានគ្នាប្រមាណ8នាក់ពួកគេបានក្លែងបន្លំខ្លួនធ្វើជាកម្លាំងសមត្ថកិច្ចដែលធ្វើសកម្មភាពចាប់ជនបរទេសនិងជំរិតទារប្រាក់នៅក្នុងរាជធានីភ្នំពេញអស់ជាច្រើនលើកមកហើយតាមដែលស្ដាប់ចម្លើយជនសង្ស័យនឹងគឺពួកគេបានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់នឹងចំនួន6លើករួចមកហើយអញ្ចឹងបើយើងគិតមើលទៅលុយដែលពួកគេទទួលបានពីការជំរិតទារប្រាក់ពីជនបរទេសនឹងគឺមានចំនួនច្រើនមែនទែនជាក់ស្ដែងប្រតិបត្តិការរបស់សមត្ថកិច្ចយើងបានធ្វើការឆ្មក់បង្ក្រាបក៏ដូចជាមានការស្រាវជ្រាវបានរកឃើញនៅករណីចាប់បង្ខាំងបរិះដែលជាជនជាតិចិនដើម្បីជំរិតទារប្រាក់ចំនួនដល់ទៅ$52,000អាមេរិកឯណោះនៅក្នុងភូមិសាស្ត្រសង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងផ្ទាល់តែម្ដងបងប្អូនទាំងអស់គ្នាយើងទៅមើលវត្ថុតាងវិញមានអីខ្លះមានដូចជារថយន្តម៉ាក់ព្រុសចំនួន2គ្រឿងកាំភ្លើងខ្លីចំនួន4ដើមគ្រាប់ចំនួន38គ្រាប់ខ្នោះដៃចំនួន7សម្លៀកបំពាក់កងរាជអាវុធហត្ថនឹងចំនួន4កំភ្លេកាតកងរាជអាវុធហត្ថចំនួន2សន្លឹកដែលជាកូពីនិងកាបូបស្ពាយ1រួមទៅនឹងទូរស័ព្ទចំនួន6គ្រឿងថែមទៀតហើយចំពោះជនរងគ្រោះវិញមានឈ្មោះថាឡុងជុនដែលមានអាយុ29ឆ្នាំមុខរបរនឹងគឺជាបុគ្គលិកក្រុមហ៊ុនដែលស្នាក់នៅក្នុងខុនដូលើកងដូក្នុងសង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងសម្រាប់បច្ចុប្បន្ននេះផងដែរជនសង្ស័យទាំង8នាក់ខាងលើត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ហើយនេះមិនមែនជាលើកទី1ទេដែលកម្លាំងសមត្ថកិច្ចជំនាញលោកបានធ្វើការចាប់បង្ក្រាបនៅជនសង្ស័យតាក់ទងជាមួយនឹងការបន្លំនៅឯកសណ្ឋានបន្លំខ្លួនធ្វើជាកម្លាំងសមត្ថកិច្ចកន្លងមកយើងបានឃើញហើយក៏បានដឹងពីព័ត៌មានច្រើនដែរនៅជនសង្ស័យដែលបន្លំខ្លួនធ្វើជាអ្នកនេះអ្នកនោះឬក៏កម្លាំងសមត្ថកិច្ចដើម្បីកឹបកេងទារប្រាក់ពីនរណាម្នាក់ជាដើម